ដើមឆ្នាំ2025អំឡុងពេលដែលប្រជាជនតៃវ៉ាន់កំពុងតែរីករាយបុណ្យចូលឆ្នាំចិនក្នុងក្រុងកៅស៊ុងបែរជាកើតមានករណីឃាតកម្មមួយដ៏គួរឲ្យខ្លាចត្បិតតែរឿងក្តីមួយនេះរាប់ថាមិនសូវស្មុគស្មាញតែវាបែរជាទម្លាក់ឲ្យឃើញពីបញ្ហាដ៏ជ្រៅនៅក្នុងសង្គមព្រមទាំងពាក់ព័ន្ធដល់សុខភាពរបស់មនុស្សម្នាក់ៗទៀតផងរឿងក្តីនេះចាប់ផ្ដើមឡើងពីការបាត់ខ្លួនរបស់ស្ត្រីវ័យចំណាស់អាយុ71ឆ្នាំម្នាក់ស្ត្រីចំណាស់មានត្រកូលចៅឬហៅថាស្ត្រីចៅដោយសារតែប្តីរបស់គាត់បានស្លាប់ជាយូរមកហើយទើបគាត់រស់នៅតែពីអ្នកកូនប្រុសរហូតមកហើយមនុស្សដែលទៅប៉ុស្តិ៍ប៉ូលីសប្តឹងពីការបាត់ខ្លួនម្ដាយនោះគឺជាកូនប្រុសរបស់ស្ត្រីចៅនេះតែម្ដងក្នុងនាមជាស្ត្រីចំណាស់ចូលនិវត្តន៍ម្នាក់ស្ត្រីចៅមិនត្រឹមតែមានប្រាក់ចូលនិវត្តន៍មួយចំនួននោះទេកូនប្រុសរបស់គាត់ក៏តែងតែឲ្យប្រាក់ប្រចាំខែទៅម្ដាយដូចគ្នាដូចនេះស្ត្រីចៅពីដើមមកគាត់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាប្រាក់កាក់នោះទេគឺអាចសោយសុខជីវិតពេលចាស់នេះបានយ៉ាងស្រួលជាធម្មតាពេលព្រឹកគាត់តែងតែទៅលេងសាច់ញាតិមិត្តភ័ក្តិជជែកគ្នាលេងពីនេះពីនោះរសៀលម៉ោង3ដល់ម៉ោង5ល្ងាចគាត់នឹងទៅសួនច្បារស្រុកវ៉ានៀនដែលនៅក្បែរផ្ទះជាប្រចាំដើម្បីដើរលំហែនិងលេងល្បែងតិចតួចដែលសកម្មភាពទាំងអស់នេះមិនត្រឹមតែអាចឲ្យពេលវេលារាល់ថ្ងៃដើរទៅដោយមិនធុញទ្រាន់នោះទេគាត់ថែមទាំងស្គាល់មិត្តភ័ក្តិក្នុងតុមាជាងជាច្រើនទៀតផងថ្ងៃទី2ខែកុម្ភៈឆ្នាំ2025ស្ត្រីចៅទៅសួនច្បារស្រុកវ៉ានៀនលេងបៀមាជាងដូចសក់មួយដងអ្វីដែលខុសប្លែកនោះគឺមិត្តភ័ក្តិដែលលេងមាជាងជាមួយគាត់បានប្រទះឃើញថាគាត់ដូចជាមានទឹកមុខមិនសូវល្អហាក់ដូចជាមានរឿងនៅក្នុងចិត្តតែពេលដែលគ្រប់គ្នាសួរគាត់បែរជាមិនព្រមនិយាយអ្វីច្រើននោះទេលើសពីនេះរាល់ថ្ងៃគាត់តែងតែទៅលេងបៀដល់ម៉ោង5ល្ងាចទើបត្រឡប់ទៅផ្ទះថ្ងៃនេះបែរជាទទួលទូរស័ព្ទមួយនៅវេលាម៉ោង4ជាងភ្លាមក៏ប្រញាប់ប្រញាល់ចាក់ចេញពីសួនច្បារបាត់ត្បិតតែមិត្តភ័ក្តិយល់ថាដូចជាចម្លែកក្តីតែពួកគេក៏នឹកស្មានមិនដល់ថានេះគឺជាលើកចុងក្រោយដែលពួកគាត់បានជួបស្ត្រីចៅឡើយស្អែកព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី3ខែកុម្ភៈកូនប្រុសស្ត្រីចៅដែលទើបត្រឡប់មកពីបំពេញការងារតាមខេត្តចូលដល់ក្នុងផ្ទះភ្លាមក៏មានអារម្មណ៍ថាដូចជាមិនប្រក្រតីក្នុងផ្ទះអំពូលភ្លើងមួយគ្រាប់ក៏មិនបើកថែមទាំងស្ងាត់ប្លែកទើបកូនប្រុសយល់ថាមិនស្រួលម្យ៉ាងព្រោះតែពេលវេលានោះគឺដូចជាមិនសមធម្មតាមិនទាន់គ្រប់ពីគេងព្រោះនេះវាដូចជារៀងថ្ងៃបន្តិចហើយតែបើធម្មតាចេញទៅដើរលេងផ្ទះបងប្អូននោះវាដូចជានៅព្រឹកពេកកូនប្រុសដើររកម្ដាយពេញមួយជុំក្រោយច្បាស់ថាម្ដាយពិតជាមិននៅក្នុងផ្ទះទូរស័ព្ទទៅក៏គ្មានមនុស្សទទួលកូនប្រុសកើតមានអារម្មណ៍នៅលែងស្ងប់ក្នុងខ្លួនយ៉ាងខ្លាំងក្លាភ្លាមនោះគាត់ក៏នឹកដល់សម្ដីរបស់ម្ដាយដែលធ្លាប់បានប្រាប់ពីមុនមកថាម៉ាក់តែម្នាក់ឯងបើមិនទៅសួនច្បារគឺទៅផ្ទះមិត្តភ័ក្តិហើយបើយប់ណាម៉ាក់មិនត្រឡប់មកផ្ទះទេឯងឆាប់ទៅប្តឹងប៉ូលីសដំបូងឡើយពេលកូនប្រុសឮម្ដាយនិយាយបែបនេះក៏ចាត់ទុកត្រឹមជាសម្ដីលេងសើចរបស់ម្ដាយប៉ុណ្ណោះតែពេលនេះគាត់កាន់តែគិតកាន់តែយល់ថាមិនស្រួលទើបរត់ទៅប៉ុស្តិ៍ប៉ូលីសតំបន់ណានជើក្រុងកៅស៊ុងប្តឹងពីការបាត់ខ្លួនរបស់ម្ដាយក្រោយស្ដាប់ចំដឹងពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់ស្ត្រីចៅរួចប៉ូលីសក៏ចាប់ផ្ដើមធ្វើការស៊ើបស្រាវជ្រាវដែលបែងចែកខ្លះចុះទៅសួនច្បារស្វែងរកមិត្តរួមតុមាជាងដែលបានជួបស្ត្រីចៅកាលពីថ្ងៃម្សិលមិញខ្លះទៀតចុះទៅឆែកកាមេរ៉ាសុវត្ថិភាពក្បែរផ្ទះស្ត្រីរងគ្រោះនិងសួនច្បារវ៉ានៀនជាលទ្ធផលក៏ប្រទះឃើញរសៀលម៉ោង4ជាងក្នុងថ្ងៃទី2ខែកុម្ភៈឆ្នាំ2025ក្រោយស្ត្រីចៅចាក់ចេញពីសួនច្បារវ៉ានៀនគាត់បានត្រឡប់ទៅផ្ទះមួយជើងបន្ទាប់មកម៉ោង5:04នាទីស្ត្រីចៅនេះក៏ជិះម៉ូតូចេញពីផ្ទះម្ដងទៀតមកទៅតំបន់ជ័រអ៊ីលេខ4ដែលទីនោះមានផ្សារបន្លែមួយស្ត្រីចៅទៅដល់ទីនោះដើម្បីជួបបុរសចំណាស់ម្នាក់ដែលមានមាឌស្គមល្អិតពួកគេទាំងពីរជជែកគ្នាបានមួយសន្ទុះនៅខាងក្រៅផ្សាររួចបុរសចំណាស់នោះក៏ឡើងជិះម៉ូតូពីក្រោយស្ត្រីចៅហើយពួកគេក៏ចាក់ចេញពីផ្សារម៉ោង6ជាងល្ងាចពួកគេក៏ទៅដល់តំបន់ជៀនចិនផ្លូវថៃលីច្រកលេខ4បន្ទាប់មកក៏ឡើងឃើញស្ត្រីចៅបង្ហាញខ្លួនក្នុងកាមេរ៉ាទៀតហើយនេះសពបញ្ជាក់ថាស្ត្រីចៅបានបាត់ខ្លួនក្នុងច្រកលេខ14នេះដែលជាផ្ទះរបស់បុរសចំណាស់ជួបស្ត្រីចៅចុងក្រោយគេប៉ូលីសក៏ទទួលបានអត្តសញ្ញាណបុរសចំណាស់បានយ៉ាងងាយបុរសចំណាស់ខាងលើមានឈ្មោះថាចាងជាចុងអាយុ73ឆ្នាំគ្មានកូនគ្មានចៅ
រស់នៅម្នាក់ឯងក្នុងឡុកថៃលីលេខ14នៅចំពោះមុខការសាកសួររបស់ប៉ូលីសចាងជាចុងมันមានភាពស្លន់ស្លោអ្វីស្មែតែបន្តិចហើយថែមទាំងទទួលស្គាល់ថាយប់ថ្ងៃទី2ខែកុម្ភៈស្ត្រីចៅពិតជាបានមកផ្ទះរបស់គេមែនតែគាត់នៅបានតែកន្លះម៉ោងក៏ចាក់ចេញទៅបាត់ដោយប្រាប់ចាងជាចុងថាគាត់ត្រឡប់ទៅលេងបៀប៉ុន្តែប្រសិនបើគ្មានរូបភាពកាមេរ៉ាសុវត្ថិភាពចាប់រូបភាពបានទេនោះយោងទៅលើសកម្មភាពនិងភាពនឹងណរបស់ចាងជាចុងនេះប៉ូលីសថាមិនត្រូវពិតជាអាចជឿសម្ដីរបស់គេតែនេះប៉ូលីសបានឃើញមុនរួចទៅហើយថាស្ត្រីចៅចូលទៅផ្ទះរបស់ចាងជាចុងរួចក៏បាត់ស្រមោលតែម្ដងដោយនេះចាងជាចុងគឺនិយាយកុហកយ៉ាងច្បាស់ក្រឡែតបន្ថែមពីនេះឆ្លងកាត់ការចោះត្រួតពិនិត្យនៅក្នុងផ្ទះចាងជាចុងប៉ូលីសក៏បានប្រទះឃើញចំណុចសង្ស័យជាច្រើនបើតែក្នុងផ្ទះប៉ូលីសរកមិនឃើញស្ត្រីចៅក៏ពិតមែនតែនៅក្នុងផ្ទះត្រូវបានប្រទះឃើញថាធ្លាប់ធ្វើការបោកសម្អាតពិសេសគឺនៅក្នុងផ្ទះទាំងមូលមានក្លិនថ្នាំសម្លាប់មេរោគជាខ្លាំងឯរឿងដែលកាន់តែចម្លែកនោះគឺម៉ូតូរបស់ស្ត្រីចៅគឺត្រូវបានរកឃើញចតចោលនៅក្នុងច្រកចូលផ្ទះនោះយោងទៅលើសម្ដីចាងជាចុងគឺស្ត្រីចៅបានចាក់ចេញពីផ្ទះរបស់គេក្រោយអង្គុយបានកន្លះម៉ោងប៉ុន្តែម៉ូតូរបស់ស្ត្រីចៅបែរជាចតចោលនៅច្រកចូលផ្ទះចាងជាចុងទៅវិញដូច្នេះតើស្ត្រីចៅចាក់ចេញពីផ្ទះរបស់គេដោយមធ្យោបាយអ្វីផ្ទុយពីស្ត្រីចៅដែលចូលហើយមិនឃើញចេញថ្ងៃទី3ខែកុម្ភៈចាងជាចុងបែរជាចេញចូលផ្ទះរបស់គេជាច្រើនដងចាប់ពីព្រឹកម៉ោង6ដល់ម៉ោង10ព្រឹកថ្ងៃទី3ខែកុម្ភៈរយៈពេល4ម៉ោងនេះចាងជាចុងបានចេញចូលផ្ទះរបស់គេដល់ទៅ12ដងក្នុងនោះមាន5ដងសុទ្ធតែមានកាន់ថង់ផ្លាស្ទិកពណ៌ខ្មៅហើយមើលទៅដូចជាធ្ងន់ឆ្លងកាត់ការសាកសួរអ្នកជិតខាងជុំវិញផ្ទះចាងជាចុងប៉ូលីសក៏ទទួលបានព័ត៌មានថាមានមនុស្សជាច្រើនបានស្ដាប់ឮសំឡេងមិនដឹងជាកាត់អ្វីនោះទេចេញពីផ្ទះរបស់ចាងជាចុងក្នុងយប់ថ្ងៃទី2ខែកុម្ភៈដែលវាជាយប់ស្ត្រីចៅចូលផ្ទះរបស់ចាងជាចុងហើយបាត់ខ្លួនសរុបតម្រុយគ្រប់យ៉ាងដែលប៉ូលីសទទួលបានបើទោះបីជាចាងជាចុងមិនសារភាពក៏គ្រប់គ្នាអាចទាយបានដឹងទៅហើយថាស្ត្រីចៅប្រហែលជាលែងនៅលើលោកនេះបាត់ទៅហើយយប់ម៉ោង 8:50 នាទីថ្ងៃទី5ខែកុម្ភៈឆ្នាំ2025រាជអាជ្ញានិងប៉ូលីសបានយកដីកាឆែកឆេរនិងចាប់ខ្លួនត្រឡប់ទៅតំបន់ថៃលីច្រកលេខ14ដើម្បីចាប់ខ្លួនចាងជាចុងជាផ្លូវការនិងបើកការឆែកឆេរត្រួតពិនិត្យផ្នែកបច្ចេកទេសក្នុងផ្ទះរបស់គេហើយផ្នែកជំនាញក៏បានប្រទះឃើញលើជញ្ជាំងនិងបាតការ៉ូក្នុងបន្ទប់គេងស៊ីហ្វុងបង្ហូរទឹកក្នុងបន្ទប់ទឹកនិងលើកន្សែងពោះគោសុទ្ធតែមានប្រតិកម្មឈាមស្របពេលជាមួយគ្នានោះក្រុមប៉ូលីសដែលតាមដានលើរូបភាពកាមេរ៉ាសុវត្ថិភាពក៏ទទួលបានតម្រុយថ្មីដូចគ្នាដោយបានរៀបរាប់ពីខាងលើថ្ងៃបន្ទាប់ក្រោយស្ត្រីចៅបាត់ខ្លួនចាងជាចុងធ្លាប់បានចេញពីផ្ទះដល់ទៅ12ដងហើយក្នុងនោះមានប្រមាណដងគឺមានយួរថង់សម្រាប់ពណ៌ខ្មៅដែលមើលទៅដូចជាធ្ងន់សំណួរសួរថាតើថង់ទាំងនោះត្រូវបានចាងជាចុងដឹកយកទៅណាថង់ពណ៌ខ្មៅសង្ស័យទាំងនោះត្រូវបានដឹកតាមកង់យកទៅបោះចោលក្នុងប្រឡាយទូកលេខ5នៃទន្លេឈៀនចិនក្នុងតំបន់ឈៀនចិនក្រោយទទួលបានទិន្នន័យរូបភាពនេះភ្លាមទើបយប់ថ្ងៃទី5ខែកុម្ភៈប៉ូលីសក៏បើកការចោះស្រង់ក្នុងប្រឡាយឆ្លងកាត់រយៈពេលពេញមួយយប់រហូតដល់ព្រឹកម៉ោងប្រមាណជា10នៅថ្ងៃទី6ខែកុម្ភៈក្រុមដែលស្រង់នៅក្នុងប្រឡាយក៏បានរកឃើញបំណែកកំទេចរបស់សាកសពជាច្រើនហើយបន្ទាប់ពីឆ្លងកាត់ការពិសោធន៍ DNA បំណែកដែលរកឃើញគឺពិតជារបស់ស្ត្រីចៅមែនបែបលើផ្លូវច្បាប់ជាធម្មតាបើការស្រាវជ្រាវប្រទះឃើញជនរងគ្រោះបែបនេះទៅហើយនោះឲ្យតែចាងជាចុងឆ្លើយទទួលស្គាល់កំហុសសំណុំក្តីនឹងត្រូវប្រគល់ជូនព្រះរាជអាជ្ញាធ្វើការទៅតាមផ្លូវច្បាប់វាជាការស្រេចប៉ុន្តែទោះបីមានផុសតាងនិងបំណែកសពជនរងគ្រោះក្តីចាងជាចុងនៅតែប្រកែកដាច់ហង្ការថាគេមិនបានសម្លាប់មនុស្សគេថាថង់ខ្មៅទាំងនោះគ្រាន់តែជាខោអាវចាស់ៗដែលគេច្រកយកទៅបោះចោលប៉ុណ្ណោះលើពីនេះប៉ូលីសក៏មើលមិនឃើញភាពសោកស្ដាយឬអារម្មណ៍ភ័យខ្លាចអ្វីពីខ្លួនចាងជាចុងទាល់តែសោះប៉ុន្តែយោងទៅលើផុសតាងដែលប្រមូលបានខាងលើគឺច្បាស់ណាស់ថាគ្មានភាគរយដែលប៉ូលីសចាប់មនុស្សខុសនោះទេដូចនេះអាកប្បកិរិយាដ៏ឈាមត្រជាក់របស់ចាងជាចុងធ្វើឲ្យប៉ូលីសមានអារម្មណ៍ថាមើលគេមិនធ្លុះគិតមិនយល់តែមិនបានប្រមាណប៉ូលីសក៏ស្រាវជ្រាវដឹងថាហេតុអ្វីចាងជាចុងមានប្រតិកម្មត្រជាក់បែបនេះថ្ងៃទី5ខែកុម្ភៈនោះផ្នែកជំនាញបានប្រទះឃើញដានឈាមជាច្រើនក្នុងផ្ទះចាងជាចុងក្នុងនោះពិតជាមាន DNA របស់ស្ត្រីចៅមែន
តែអ្វីដែលរត់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺក្នុង DNA ដានឈាមទាំងនោះមិនមែនមានតែ DNA ស្ត្រីចៅម្នាក់នោះទេគឺមាន DNA មនុស្ស3នាក់ហើយសុទ្ធតែជាមនុស្សស្រីដែលទាំងអស់នេះបានបង្ហាញថាមូលហេតុអ្វីទើបចាងជាចុងមានសភាពធម្មតាក្រោយប៉ូលីសចាប់ខ្លួនប្រជនរងគ្រោះស្ត្រីចៅមិនមែនជាជនរងគ្រោះទី1នោះទេហើយបុរសចំណាស់វ័យ73ឆ្នាំនេះអាចជាឃាតកររោគចិត្តលាក់មុខដល់សាហាវម្នាក់នៅក្នុងក្រុងកៅសុងដូចនេះទៅជនរងគ្រោះ2នាក់ទៀតគឺជានរណាហើយពួកនាងមានទំនាក់ទំនងអ្វីជាមួយនឹងចាងជាចុងត្បិតតែមានវ័យចំណាស់តែគេមានអចលនៈទ្រព្យជាច្រើនកន្លែងនិងទំនាក់ទំនងក្នុងសង្គមដ៏ទូលំទូលាយដូចនេះទើបប៉ូលីសត្រូវធ្វើការស្រាវជ្រាវរកព័ត៌មានស្ត្រីដែលបានបាត់ខ្លួនទូទាំងតៃវ៉ាន់ព្រមទាំងស៊ើបអង្កេតថាតើពួកគេមានទំនាក់ទំនងអ្វីនឹងចាងជាចុងខ្លះក្រោយការស្រាវជ្រាវប៉ូលីសពិតជាស្វែងរកឃើញករណី2ដែលគួរឲ្យសង្ស័យជាខ្លាំងក្នុងនោះមានករណីបាត់ខ្លួនមួយរបស់ស្ត្រីចំណាស់ត្រកូលចាងអាយុ75ឆ្នាំដែលរស់នៅតំបន់ជ័រអ៊ីហើយស្ត្រីចាងនេះតែងតែជាអ្នកឲ្យលេខឆ្នោតលូតូទៅដល់មិត្តភ័ក្តិរបស់គាត់ទើបគាត់ត្រូវបានគេឲ្យឈ្មោះហៅក្រៅថាមីងទេពអប្សរឬសៀនគូត្បិតតែមានវ័យ75ឆ្នាំតែការគិតនិងផ្លូវចិត្តរបស់គាត់ដូចជាក្មេងសម័យថ្មីមិនត្រឹមតែរស់រាយរាក់ទាក់ថែមទាំងជាមនុស្សស្រីស៊ីវិល័យគាត់តែងតែស្លៀកសំពត់ដែលមានការរីកស្គុះស្គាយទៅច្រៀងឬផឹកតែនៅក្នុងសួនច្បារហើយគាត់បានស្គាល់ចាងជាចុងក្នុងសួនច្បារនេះតែម្ដងថ្ងៃទី14ខែមករាឆ្នាំ2025កូនស្រីរបស់ស្ត្រីចាងគឺអ្នកនាងចឹងបានកំដរម្ដាយទៅពិនិត្យជំងឺក្នុងមន្ទីរពេទ្យក្រោយមកមួយរយៈធំម្ដាយកូនទាំងពីរគឺមិនបានជួបគ្នាទៀតឡើយរហូតដល់កូនប្រុសម្នាក់ទៀតរបស់ស្ត្រីចាងដែលទៅរកស៊ីនៅឯក្រៅប្រទេសត្រឡប់មកចូលឆ្នាំនៅក្រុងកៅសុងវិញហើយតាក់ទងទៅម្ដាយយ៉ាងណាក៏តាក់ទងមិនបានទើបគ្រួសារសង្កេតឃើញថាហេតុការណ៍ដូចជាមិនស្រួលក្រោយមកអ្នកនាងចឹងដែលជាកូនបាននិយាយប្រាប់ប៉ូលីសថាព្រោះតែទំនាក់ទំនងក្នុងសង្គមរបស់ម្ដាយគឺមានសកម្មភាពរស់រវើករហូតដោយម្ដាយសុកក៏ចេញទៅដើរកម្សាន្តបាត់ពីផ្ទះក៏មានទើបគ្មានដំណឹងគាត់10ថ្ងៃឬកន្លះខែវាគឺជារឿងធម្មតារបស់ម្ដាយទៅហើយដែលនេះគឺជាមូលហេតុដែលនាំឲ្យនាងមិនអាចចាប់អារម្មណ៍ឃើញភាពមិនប្រក្រតីរបស់ម្ដាយទាន់ពេលវេលាហើយទម្រាំពេលដែលប៉ូលីសទទួលបានការប្តឹងស្ដីពីការបាត់ខ្លួននេះគឺនៅថ្ងៃទី27ខែមករាឆ្នាំ2025ដែលកន្លងផុតពីថ្ងៃដែលអ្នកនាងចឹងជួបម្ដាយលើកចុងក្រោយដល់ទៅ2អាទិត្យប៉ុន្តែអ្វីដែលជាសំណាងនោះក្រោយប៉ូលីសបានតាមដានស៊ើបអង្កេតទៅលើដំណើរសកម្មភាពប្រចាំថ្ងៃរបស់ស្ត្រីចាងរួចមកប៉ូលីសក៏ទទួលបានការប្រទះឃើញដ៏ធំមួយនោះគឺក្រោយអ្នកនាងចឹងជូនម្ដាយទៅពិនិត្យជំងឺនៅមន្ទីរពេទ្យបាន3ថ្ងៃគឺថ្ងៃទី17ខែមករាវេលាម៉ោង1រសៀលកាមេរ៉ាសុវត្ថិភាពក្នុងចំណតរថភ្លើងក្រោមដីហូអ៊ីថតបានរូបភាពរបស់ស្ត្រីចាងក្នុងរូបភាពនោះស្ត្រីចាងស្លៀកសំពត់ផ្កាដៃកាន់កាបូបធំមួយដើរចេញពីចំណតរថភ្លើងក្រោមដីទៅសួនច្បារសានមីងជជែកលេងជាមួយនឹងអ្នកស្គាល់គ្នារហូតដល់មេឃរៀងប្រលប់ទើបចាក់ចេញពីសួនច្បារសានមីងជាមួយនឹងបុរសម្នាក់បន្ទាប់មកស្ត្រីចាងក៏បាត់ដំណឹងតែម្ដងតែអ្វីដែលសយនោះគឺកាមេរ៉ានៅក្នុងសួនសានមីងថតបានរូបភាពក្នុងគុណភាពមានកម្រិតទើបរូបភាពរបស់បុរសដែលចាក់ចេញពីសួនច្បារជាមួយនឹងគាត់មើលមុខមិនច្បាស់នោះទេរីឯកាមេរ៉ាតាមដងផ្លូវក៏ថតមិនបានថាពួកគេទៅទីណាឡើយធ្វើឲ្យបាត់ខ្សែរយៈត្រឹមនេះក្រោយមកករណីស្ត្រីចៅត្រូវបានសម្លាប់ក៏កើតមានឡើងប៉ូលីសក៏ចាប់អារម្មណ៍ឃើញថាបុរសដែលចេញពីសួនច្បារជាមួយនឹងស្ត្រីចាងក្នុងថ្ងៃទី17ខែមករានោះដូចជាស្រដៀងចាងជាចុងហើយត្បិតតែកាមេរ៉ានេះគ្រានោះថតមិនបានទីតាំងចុងក្រោយដែលពួកគេទៅតែទីតាំងរូបភាពកាមេរ៉ាចុងក្រោយដែលប៉ូលីសតាមដានគឺនៅឆ្ងាយពីផ្ទះរបស់ចាងជាចុងតែ300ម៉ែត្រប៉ុណ្ណោះរាជខាងផ្នែកបច្ចេកទេសកំពុងតែបំពេញញឹកធ្វើការស្រង់យកគំរូឈាមរបស់ស្ត្រីចាងទៅធ្វើការពិសោធន៍ផ្ទៀងផ្ទាត់ DNA ជាមួយនឹងគំរូឈាមស្ត្រី2នាក់ទៀតដែលប្រមូលបានពីផ្ទះចាងជាចុងជាលទ្ធផល DNA ឈាមក្នុងផ្ទះចាងជាចុងមានមួយក្នុងចំណោម2នោះគឺត្រូវគ្នានឹង DNA របស់ស្ត្រីចាងភ្លាមនោះប៉ូលីសក៏ធ្វើការចុះឆែកឆេរលើកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរផ្ទះចាងជាចុងក្នុងថ្ងៃទី17ខែមករាឆ្នាំ2025ហើយប៉ូលីសក៏ប្រទះឃើញចាប់ពីម៉ោង8យប់ថ្ងៃទី17រហូតដល់ទៀបភ្លឺថ្ងៃបន្ទាប់គឺថ្ងៃទី18ចាងជាចុងចេញចូលផ្ទះគេដល់ទៅ18ដងហើយលើកណាក៏មានរបស់ចេញពីផ្ទះតែត្រឡប់មកវិញដោយដៃទទេ
ឯគោលដៅរបស់គេគឺសុទ្ធតែទៅប្រឡាយទូកលេខ5របស់ទន្លេឈៀនចិនជាការបណ្ដាដំណើរសកម្មភាពទាំងអស់ក្នុងយប់ថ្ងៃទី17គឺដូចដំណើរហេតុការណ៍ជួបគ្រោះថ្នាក់របស់ស្ត្រីចៅបេះបិទដូចនេះស្ត្រីចាងមានភាគរយច្រើនដែលអាចបាត់បង់ជីវិតទៅហើយមកដល់ចំណុចនេះអ្វីដែលជាចម្ងល់នោះគឺថាតើហេតុអ្វីចាងជាចំប្រព្រឹត្តបទល្មើសឃាតកម្មទៅលើស្ត្រីត្រកូលចាងនិងស្ត្រីត្រកូលចៅយោងទៅលើការស្រាវជ្រាវរបស់ប៉ូលីសចាងជាចុងនិងស្ត្រីចាងស្គាល់គ្នានៅក្នុងសួនច្បារពួកគេតែងតែផឹកតែជជែកគ្នាលេងនៅក្នុងសួនច្បារអន្លងពេលនោះចាងជាចុងក៏តែងតែអួតពីរឿងរ៉ាវផ្នែកសំណងរបស់ខ្លួនកាលពីមុនដែលធ្វើឲ្យគេរកប្រាក់បានយ៉ាងច្រើនហើយក៏ធ្វើឲ្យគេមានទ្រព្យអាចទិញផ្ទះបានជាច្រើនកន្លែងលើកពីនេះគេនៅអួតថាគេមានគូស្នេហ៍ជាច្រើនទៀតផងហើយដើម្បីអាចបញ្ជាក់ថាសម្ដីគេជាការពិតចាងជាចុងតែងតែដាក់ប្រាក់ជាច្រើនក្នុងហៅប៉ៅរាល់ពេលដែលគេចេញពីផ្ទះពេលខ្លះគេស្រាប់តែបាត់ខ្លួនទៅមួយរយៈហើយត្រឡប់មកវិញក៏ប្រាប់គេឯងថាគេទៅត្រឡប់មកពីតៃប៉ែរហូតអ្នកស្គាល់គ្នាខ្លះបានដាក់ឈ្មោះឲ្យគេថាបុរសតៃប៉ែផ្អែកទៅលើសម្ដីអ៊ំពូមីងដែលតែងតែនៅសួនច្បារបានប្រាប់ប៉ូលីសថាចាងជាចុងនិងស្ត្រីចាងដូចជាមិនមែនត្រឹមជាមិត្តភក្តិធម្មតានោះទេពួកគេដូចជាកំពុងតាក់ទងស្រឡាញ់គ្នាច្រើនជាងប៉ុន្តែទំនាក់ទំនងនេះដូចជាមានបញ្ហានៅពាក់កណ្ដាលខែមករាឆ្នាំ2025មួយរយៈពេលនោះចាងជាចុងធ្លាប់បានរអ៊ូប្រាប់អ្នកនៅក្នុងសួនច្បារថាពេលដែលគេទៅស្នាក់នៅតៃប៉ែមួយរយៈខ្លីស្ត្រីចាងបានទៅរកគេហើយឆ្លៀតឱកាសឲ្យគេមិននៅផ្ទះនោះនាងបានលួចនាឡិកា Rolex តម្លៃរាប់លានដុល្លារតៃវ៉ាន់និងមាសមួយចំនួនហើយថែមទាំងយកនាឡិកានោះទៅបញ្ចាំបាត់ទៀតផងដោយសារតែបែបនេះពួកគេក៏កើតមានចំនួនឡើងមកហើយចាប់ពីពេលនោះមកចាងជាចុងក៏ផ្លាស់ប្ដូរគោលដៅទៅរកស្ត្រីចៅវិញម្ដងតែស្ត្រីចៅគាត់មិនមែនមានចំណាប់អារម្មណ៍ទៅលើភាពមានបានរបស់ចាងជាចុងដែលតែងតែអួតប្រាប់គេឯងនោះទេហើយគាត់ថែមទាំងបានប្រាប់មិត្តភក្តិថាចាងជាចុងនោះជាមនុស្សដែលសាំតប៉ែណាស់រីឯអ្វីដែលគួរឲ្យងើយឆ្ងល់មួយទៀតនោះគឺគ្រប់គ្នាដឹងថាទំនាក់ទំនងចាងជាចុងនិងស្ត្រីចាងគឺស្និទ្ធស្នាលជាខ្លាំងចុះហេតុអ្វីពេលដែលស្ត្រីចាងបាត់ខ្លួនប៉ូលីសមិនសាកសួរចាងជាចុងជាការពិតទៅមិនមែនប៉ូលីសមិនធ្លាប់សង្ស័យចាងជាចុងនោះទេគ្រាន់តែគ្រានោះក្រោយពេលដែលប៉ូលីសចុះស្រាវជ្រាវគ្រប់គ្នាដែលនៅក្នុងសួនច្បារសុទ្ធតែនិយាយដូចគ្នាថាក្នុងអំឡុងពេលដែលស្ត្រីចាងបាត់ខ្លួនចាងជាចុងមិនត្រឹមតែទៅសួនច្បារធ្វើសកម្មភាពដូចរាល់ដងនោះទេគេថែមទាំងធ្លាប់សួរនាំគ្រប់គ្នាពីដំណឹងរបស់ស្ត្រីចាងទៀតផងព្រមទាំងបារម្ភពីនាងថាហេតុអ្វីមួយរយៈនេះមិនឃើញមកសួនច្បារលំហែកាយរួមទាំងចាងជាចុងមិនមែនមនុស្សអាយុតិចឯណាខ្វះតែបន្តិចគឺចិត្ត80ទៅហើយទើបប៉ូលីសពិបាកនឹងសង្ស័យថាចាងជាចុងគឺជាជនល្មើសណាស់តែគ្រប់យ៉ាងគឺផ្ទុយពីការគិតរបស់ប៉ូលីសព្រោះបុរសវ័យ73ឆ្នាំរូបនេះពិតជាអាក្រក់ខុសខើមិនដូចសម្បកក្រៅរបស់គេឡើយហើយវាក៏បានបញ្ជាក់ផងដែរថាផ្លូវចិត្តរបស់ចាងជាចុងគឺខ្លាំងខុសធម្មតាការសម្ដែងរបស់គេក៏ល្អឥតខ្ចោះដូចគ្នាជនរងគ្រោះទាំង3នាក់ត្រូវបានស្គាល់អត្តសញ្ញាណដល់ទៅ2នាក់ចុះអ្នកចុងក្រោយជានរណាលទ្ធផលតេស្ត DNA បានបញ្ជាក់ថាជនរងគ្រោះមិនមែនអ្នកឆ្ងាយមកពីណានោះទេតែជាបងថ្លៃស្រីរបស់ចាងជាចុងដែលមានត្រកូលវាងអាយុ75ឆ្នាំម៉ោង 12:10 នាទីថ្ងៃត្រង់ក្នុងថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2024ស្ត្រីវាងពាក់អាវក្រៅពណ៌ផ្ទៃមេឃក្រមៅដៃកាន់ថង់ប្លាស្ទិកនិងឆ័ត្របង្ហាញខ្លួននៅមាត់ច្រកលេខ14ផ្លូវថៃលីតំបន់ឈៀនចិនគឺចិត្តផ្ទះរបស់ចាងជាចុងព័ត៌មានទាំងអស់នេះតាមពិតគឺប៉ូលីសទទួលបាននៅពេលក្រោយដែលរកឃើញដានឈាមរបស់ជនរងគ្រោះទាំង3នាក់ក្នុងផ្ទះចាងជាចុងតាមពិតទម្រាំតែអ្នកផ្ទះរបស់ស្ត្រីវាងដឹងថាគាត់បាត់ខ្លួនហើយប្តឹងប៉ូលីសគឺ20ថ្ងៃក្រោយមកដែលត្រូវជាពាក់កណ្ដាលខែធ្នូឆ្នាំ2024ទៅហើយគ្រានោះគឺកូនប្រុសរបស់ស្ត្រីវាងដែលធ្វើការនៅឯតំបន់ស៊ីឈើក្រុងស៊ីនប៉ៃតាក់ទងបណ្ដាញមិនបានទើបប្តឹងប៉ូលីសក្រុងស៊ីនប៉ៃក្នុងថ្ងៃទី15ខែធ្នូឆ្នាំ2024ក្រោយមកទើបបង្វែរសំណុំក្តីបាត់ខ្លួននេះទៅកាន់ប៉ុស្តិ៍ប៉ូលីសតំបន់ណានជ័រក្រុងកៅសុងវិញប៉ូលីសឆែកកាមេរ៉ាសុវត្ថិភាពភ្លាមក៏ទៅរកចាងជាចំផ្លែតតែលទ្ធផលគឺដូចករណីស្ត្រីចាងនិងស្ត្រីចៅដដែលព្រោះចាងជាចុងបានបង្ហាញឲ្យប៉ូលីសឃើញថាគេនឹងណោដូចមិនដឹងរឿងមែនហើយថែមទាំងប្រាប់ប៉ូលីសថាគេមានសោផ្ទះបងថ្លៃស្រីអាចឲ្យប៉ូលីសខ្ចីបាន
តែនៅពេលដែលប៉ូលីសចុះទៅផ្ទះស្ត្រីវាងស្រាប់តែចាក់សោទ្វារផ្ទះមិនបានចុងក្រោយក្រុមការទាមទាររបស់ចាងជាចុងទើបប៉ូលីសព្រមហៅជាងសោមកបើកទ្វារប៉ុន្តែជាលទ្ធផលក្នុងផ្ទះគឺមិនមានអ្វីខុសប្រក្រតីឡើយបន្ទាប់មកប៉ូលីសក៏លែងទទួលបានតម្រុយអ្វីវិវត្តទៅមុខទៀតមានការងើយឆ្ងល់ជាច្រើនថាហេតុអ្វីមានរូបភាពបង្ហាញពីកាមេរ៉ាសុវត្ថិភាពថាចាងជាចុងមានពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ជនរងគ្រោះទាំង3បែបនេះទៅហើយហេតុអ្វីប៉ូលីសមិនធ្វើការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅទៅលើចាងជាចុងមានការលើកឡើងមួយចំនួនរបស់សាធារណជនថាតាមពិតផ្ទះដែលចាងជាចុងស្នាក់នៅនោះមិនមែនជាផ្ទះរបស់គេនោះទេផ្ទះនោះគឺជាកម្មសិទ្ធិរបស់បងប្រុសគេនិយាយខ្លីគឺពេលដែលបងប្រុសគេនៅរស់ចាងជាចុងបានសុំបងប្រុសស្នាក់នៅរហូតមកទើបតែខែឧសភាឆ្នាំ2023បងប្រុសក៏ស្លាប់ដោយសារតែជំងឺហើយផ្ទះនេះក៏ត្រូវធ្លាក់ទៅលើដៃបងថ្លៃស្រីគឺស្ត្រីត្រកូលវាងជាអ្នកទទួលបន្តនិងផ្ទេរដាក់ឈ្មោះឲ្យកូនប្រុសស្រីរបស់គាត់ក្រោយបងប្រុសស្លាប់បាត់ក្នុងផ្ទះក៏នៅសល់តែស្ត្រីត្រកូលវាងជាប្រពន្ធនិងចាងជាចុងជាប្អូនប្រុសប៉ុន្តែស្រីប្រុសរស់នៅក្រោមដំបូលតែមួយជៀសវាងមានពាក្យក្រោយខ្នងទើបស្ត្រីវាងជាបងថ្លៃនេះគាត់បានឲ្យផ្ទះនោះទៅចាងជាចុងរស់នៅបន្តតែម្នាក់ឯងចុះឯគាត់សុខចិត្តរើទៅនៅផ្ទះឯតំបន់ណានជើវិញដែលទាំងអស់នេះជាមូលហេតុដែលប៉ូលីសយល់ថាចាងជាចុងគ្មានហេតុផលអ្វីត្រូវទៅប្រព្រឹត្តបទល្មើសលើបងថ្លៃស្រីនោះទេរួមទាំងវ័យចំណាស់របស់គេលាក់នឹងលាក់ទើបប៉ូលីសមិនបានចាត់ទុកគេជាជនសង្ស័យក្រោយប៉ូលីសត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពត្រឡប់ទៅចុងឆ្នាំ2024វិញក៏ប្រទះឃើញថាចាប់ពីយប់ឆ្លងចូលថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2024វេលាម៉ោង 3:19 នាទីយប់ដែលត្រូវជាថ្ងៃបន្ទាប់ក្រោយស្ត្រីវាងបាត់ខ្លួនបានមួយថ្ងៃចាងជាចុងចាប់ផ្ដើមចេញចូលផ្ទះជាញឹកញាប់សកម្មភាពទាំងអស់គឺដូចគ្នាទៅនឹងសកម្មភាពរបស់គេក្នុងករណីឃាតកម្ម2ដងនាពេលក្រោយមកបេះបិទទង្វើរបស់ចាងជាចុងទាំងនេះបានបង្ហាញឲ្យឃើញថាស្មារតីនិងផ្លូវចិត្តរបស់គេខ្លាំងដល់កម្រិតណាគេមិនមានភាពភ័យខ្លាចឬស្លន់ស្លោអ្វីទាំងអស់ហើយថែមទាំងប្រព្រឹត្តរឿងដ៏សាហាវនេះជាបន្តបន្ទាប់ដងទៅ3ដងរួចរស់នៅធម្មតាដោយគ្មានរឿងអ្វីកើតឡើងប៉ូលីសបានស៊ើបស្រាវជ្រាវលើប្រវត្តិរបស់ចាងជាចុងឲ្យកាន់តែស៊ីជម្រៅក៏ប្រទះឃើញថាប្រវត្តិរបស់គេគឺមិនធម្មតាឡើយពេលដែលចាងជាចុងមានវ័យ20ឆ្នាំជាងគេធ្លាប់បានប្រព្រឹត្តបទល្មើសដែលមានទម្ងន់ទោសដល់ថ្នាក់ស្លាប់ម្ដងរួចទៅហើយគ្រានោះនៅពេលដែលចាងជាចុងដើរលេងនៅផ្សារសានមីងរួចក៏បានជួបនឹងបុរស2នាក់ដែលគេមិនធ្លាប់ស្គាល់គ្នាសោះក្រោយចាងជាចុងនិងបុរសទាំងពីរនោះបាននិយាយគ្នាប្រមាណម៉ាត់មកក៏ប្រែទៅជាដូចមនុស្សដែលធ្លាប់ស្គាល់គ្នារាប់ឆ្នាំរួចក៏បួលគ្នាទៅផឹកពី3កែវស្រាដល់ពោះភ្លាមពួកគេស្រាប់តែកើតមានគំនិតចង់ធ្វើអ្វីមួយដើម្បីបានប្រាក់ខ្លះគិតភ្លាមក៏ធ្វើផ្លែតពួកគេកាន់ដាវគាត់រថយន្តតាក់ស៊ីមួយគ្រឿងបំណងប្លន់តែមិននឹកស្មានថាបើកទ្វាររថយន្តមកក៏ឃើញមានអ្នកដំណើរស្រីម្នាក់ទៀតនៅក្នុងរថយន្តតាក់ស៊ីឃើញបែបនេះពួកគេទាំង3ក៏នឹកឃើញរឿងថោកទាបលើសពីប្លន់ទ្រព្យសម្បត្តិតែពួកគេបានបង្ខំឲ្យអ្នកបើកតាក់ស៊ីបើករថយន្តទៅតំបន់ដាច់ស្រយាលរួចក៏ធ្វើសកម្មភាពចាប់បំពេញរាងកាយនារីអ្នកដំណើរតែទេវតាមានភ្នែកគឺនៅពេលដែលពួកគេទាំង3បើករថយន្តឆ្ពោះទៅភាគខាងត្បូងក្រុងទាំងដែលមានជនរងគ្រោះទាំង2នាក់នៅក្នុងរថយន្តជាមួយពេលដែលរថយន្តបើកឆ្លងកាត់តំបន់ហ្វុងសានក៏ជួបនឹងប៉ូលីសចរាចរណ៍កំពុងតែរឹតបន្តឹងចរាចរណ៍នៅតាមដងផ្លូវជនរងគ្រោះជាអ្នកបើកតាក់ស៊ីឃើញបែបនោះក៏លោតចុះពីរថយន្តសុំជំនួយហើយជនល្មើសទាំង3ក៏ត្រូវចាប់ខ្លួនបាននៅនឹងកន្លែងតែម្ដងក្រោយមកតុលាការបានដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើចាងជាចុងគឺទោសប្រហារជីវិតចាងជាចុងមិនសុខចិត្តក៏ស្នើសុំប្តឹងឧទ្ធរណ៍សវនាការទី2លទ្ធផលក៏កែទៅជាជាប់គុកមួយជីវិតចុងក្រោយចាងជាចុងអនុវត្តទោសក្នុងគុករយៈពេលជិត20ឆ្នាំគឺឆ្នាំ1997ទើបទទួលបានការដោះលែងដោយមានលក្ខខណ្ឌពេលនោះគ្រប់គ្នាគិតស្មានថាចាងជាចុងនេះបានកែប្រែខ្លួនជាថ្មីហើយមិននឹកស្មានថាការបើកចិត្តអភ័យទៅដល់មនុស្សធ្លាប់ខុសដូចជាគេតាមរយៈការអនុម័តឲ្យគេចេញពីគុកបែរប្រែក្លាយទៅជាលទ្ធផលដ៏ធ្ងន់ធ្ងរសម្រាប់សង្គមយ៉ាងនេះឡើយក្រោយប្រវត្តិរបស់ចាងជាចុងត្រូវបានបែកកកាយមានមនុស្សជាច្រើនបានលើកឡើងជាមតិបែបងើយឆ្ងល់ថាតើជនរងគ្រោះក្រោមស្នាដៃរបស់ចាងជាចុងអាចមិនមែនត្រឹម3នាក់ឬទេឆ្លើយតបចំពោះចម្ងល់មហាជន
ប៉ូលីសក៏ធ្លាប់បានស្វែងរកឃើញក្រដាស់ប៉ុន្មានសន្លឹកដែលមានសរសេរឈ្មោះក្រៅនិងលេខទូរស័ព្ទក្នុងផ្ទះដែលចាងជាចុងរស់នៅដែលឈ្មោះទាំងនោះមានសរុបដល់ទៅរាប់សិបនាក់ឯឈ្មោះស្ត្រីវាងចាងនិងចៅទាំង3នាក់ក៏ស្ថិតនៅក្នុងតារាងឈ្មោះនោះដូចគ្នាដែលវាពិបាកនឹងហាមចិត្តមិនឲ្យគិតថាឈ្មោះដែលនៅក្នុងក្រដាស់ទាំងនោះអាចជាគោលដៅបទល្មើសរបស់ចាងជាចុងហើយតើពួកគេសុទ្ធតែស្លាប់បាត់ឬយ៉ាងណាដូច្នេះទើបបណ្ដាសារព័ត៌មានបានធ្វើការបង្ហាញពីបញ្ជីឈ្មោះនោះជាសាធារណៈភ្លាមនោះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនហើយអ្វីដែលរឹតតែធ្វើឲ្យប៉ូលីសនឹកស្មានម្ដងនោះគឺនៅក្នុងតារាងឈ្មោះទាំងអស់នោះមានលេចឡើងនៅឈ្មោះមួយដែលមានឈ្មោះថាចាងវិនចំក្រៅពីសមាជិកជាប្អូនប្រុសបង្កើតរបស់ចាងជាចុងហើយនោះរឿងដែលប៉ូលីសភ្ញាក់ផ្អើលមួយទៀតគឺចាងវិនចំនេះនៅមានសមាជិកជាជនល្មើសថ្នាំញៀនទៀតក្រោយចាងវិនចំត្រូវប៉ូលីសចេញប្រកាសតាមចាប់ខ្លួនក្នុងឆ្នាំ2023មកគឺប៉ូលីសមិនដែលទទួលដំណឹងអ្វីដែលពាក់ព័ន្ធនឹងគេទាល់តែសោះទើបប៉ូលីសស្មានថាគេចាក់ចេញពីតៃវ៉ាន់ឬស្លាប់នៅស្រុកគេរហូតមកតែពេលនេះឈ្មោះរបស់គេបែរជានៅក្នុងតារាងឈ្មោះមរណៈនេះទៅវិញឬមួយគេត្រូវចាងជាចុងជាបងប្រុសបង្កើតនេះសម្លាប់បាត់ទៅហើយតែអ្វីដែលជាសំណាងនោះព្រោះនៅជាប់ឈ្មោះទាំងអស់សុទ្ធតែមានកត់ត្រានៅលេខទូរស័ព្ទទុកប៉ូលីសក៏ធ្វើការស្រាវជ្រាវតាមដានលើទីតាំងលេខទូរស័ព្ទរបស់ចាងវិនចំជាលទ្ធផលលេខទូរស័ព្ទនោះមិនត្រឹមតែនៅប្រើធម្មតានោះទេហើយថែមទាំងមានទីតាំងនៅជិតផ្ទះចាងជាចុងត្រឹម700ម៉ែត្រប៉ុណ្ណោះប៉ូលីសចុះទៅកាន់ទីតាំងនោះក៏ពិតជាបានជួបចាងវិនចំមែនក្រោយចាប់ខ្លួនចាងវិនចំបានសារភាពថាគេខានតាក់ទងទៅបងប្រុសជាយូរមកហើយពេលដែលគេមើលទូរទស្សន៍ឃើញព័ត៌មានផ្សាយថាបងប្រុសសម្លាប់មនុស្សនោះគេមានអារម្មណ៍ដឹងមុនទៅហើយថាគេអាចនឹងត្រូវប៉ូលីសចាប់ខ្លួនហើយវាពិតជាស័ក្តិសិទ្ធិដោយការគិតពិតមែនព្រោះរំលងតែប្រហែលថ្ងៃប៉ូលីសក៏មកដល់ផ្ទះគេតែម្ដងក្រៅពីចាប់បានជនល្មើសថ្នាំញៀនហើយនោះវាក៏បានជួយផ្ដល់ភាពស្អាតស្អំដល់បញ្ជីឈ្មោះដែលមហាជនហៅថាបញ្ជីឈ្មោះមរណៈនោះផងដែរព្រោះវាបង្ហាញថាឈ្មោះមនុស្សនៅក្នុងក្រដាស់ប៉ុន្មានសន្លឹកនោះมันបានត្រូវចាងជាចុងសម្លាប់ដោយពាក្យចចាមអារាមឡើយតាមការបញ្ជាក់ពីប៉ូលីសចាងជាចុងមកដល់ពេលនេះគេនៅតែមិនទទួលសារភាពកំហុសរីឯមូលហេតុដែលគេសម្លាប់ស្ត្រីទាំង3ក៏នៅតែជាប្រស្នាតាមការស្រាវជ្រាវរបស់ប៉ូលីសជនល្មើសនិងស្ត្រីរងគ្រោះទាំង3មិនមានគំនុំអ្វីធំដុំគ្នានោះទេបងថ្លៃស្រីរបស់គេគឺស្ត្រីវាងអាចគ្រាន់តែមានបញ្ហារឿងផ្ទះជាមួយជនល្មើសព្រោះមានមនុស្សនិយាយថាបងថ្លៃស្រីចង់យកផ្ទះវិញដោយយល់ព្រមប្រគល់ប្រាក់$10,000តៃវ៉ាន់ឲ្យទៅចាងជាចុងជាថ្លៃរើចេញពីផ្ទះតែចាងជាចុងមិនព្រមឯស្ត្រីចៅព្រោះតែមិនព្រមទទួលក្តីស្រឡាញ់ពីគេទើបគេសម្លាប់គាត់រីឯស្ត្រីចាងប្រសិនបើពិតជាដូចសម្ដីដែលជនល្មើសប្រាប់មិត្តភ័ក្តិនៅសួនច្បារថាគាត់លួចនាឡិការ៉ូឡិចរបស់គេក៏មិនសមហេតុផលថាដល់ថ្នាក់សម្លាប់ស្ត្រីរងគ្រោះទាំង3រួចបំបែកសាកសពនោះទេដូចនេះទើបអ្នកជំនាញផ្នែកចិត្តសាស្ត្របទល្មើសបានចង្អុលបង្ហាញថាករណីប្រភេទចាងជាចុងនេះគឺជាករណីពិសេសនៃការគ្រប់គ្រងខ្លួនឯងកម្រិតខ្ពស់មួយហើយខ្វះគំនិតសោកស្ដាយនិងក្តីអាណិតជាប្រភេទដើមនៃអត្តចរិតមនុស្សប្រឆាំងសង្គមមនុស្សប្រភេទនេះគឺព្រោះតែរស់នៅឯកោរយៈពេលយូរក្នុងស្ថានភាពដែលគ្មានគ្រួសារគាំទ្រដែលងាយធ្វើឲ្យមនុស្សនោះយកការឲ្យតម្លៃលើផ្លូវអារម្មណ៍ខ្លួនឯងទៅផ្ដោតលើការគ្រប់គ្រងលើអ្នកដទៃពួកគេទម្លាប់ប្រើប្រាស់មនោសញ្ចេតនាការបំភ័យឬសម្ភារៈជាមធ្យោបាយក្នុងការតាក់ទាញទំនាក់ទំនងឲ្យស្ថិតស្ថេរតែនៅពេលដែលភាគីម្ខាងទៀតមិនសម្រេចតាមឬចាក់ចេញពីគេនោះគេនឹងយល់ថាភាគីម្ខាងទៀតគឺជាការគំរាមកំហែងចំពោះគេទៅវិញហើយគ្រប់ប្រភេទនៃក្រុមប្រឆាំងសង្គមនេះគឺខុសពីមនុស្សធម្មតាត្រង់ការរើសយកវិធីដោះស្រាយបញ្ហាដែលពួកគេមិនមែនរើសយកការពិភាក្សាគ្នាឬទម្លាក់ចុះនៅរឿងគ្រប់យ៉ាងនោះទេតែពួកគេបែរជាជ្រើសរើសយកការជីកស្មៅជីកទាំងរឹសចំពោះករណីចាងជាចុងនេះគឺពិបាកត្រង់គេមិនព្រមរៀបរាប់ពីដំណើរសកម្មភាពបទល្មើសមិនព្រមប្រាប់ពីមូលហេតុដែលធ្វើឲ្យគេសម្លាប់ជនរងគ្រោះពីដើមមកដល់ពេលនេះគឺរក្សាភាពស្ងៀមស្ងាត់រហូតតែទោះជាយ៉ាងណាការប្រឹងប្រែងរបស់ប៉ូលីសក៏ទទួលបានផលដោយក្នុងការងារស្រង់រកបំណែកសាកសពរបស់ជនរងគ្រោះទាំង3ប៉ូលីសបានស្វែងរករហូតបានឃើញជាបន្តបន្ទាប់ទោះបីក្នុងបរិមាណដ៏តិចតួចស្ដួចស្ដាងក្តីផ្អែកលើព័ត៌មានដែលប៉ូលីសបានផ្ដល់ឲ្យសារព័ត៌មាននាពេលក្រោយមក
ព្រះរាជអាជ្ញាក៏បានលើកឡើងថាក្នុងចុងខែឧសភាឆ្នាំ2025គឺរដ្ឋអាជ្ញានឹងអាចធ្វើការប្តឹងចោទប្រកាន់ចាងជាចុងពីបទសម្លាប់មនុស្សនិងបំផ្លាញសាកសពជាពុំខានប៉ុន្តែអ្វីដែលមហាជនបារម្ភនោះគឺតៃវ៉ាន់លែងមានការអនុវត្តទោសប្រហារជីវិតច្រើនឆ្នាំមកហើយដូចនេះចាងជាចុងអាចនឹងត្រូវដាក់គុកមួយជីវិតដោយពីមុនទៀតឬយ៉ាងណាប៉ុន្តែច្បាប់ស្នើសុំបន្ថយទោសសម្រាប់ជាប់គុកមួយជីវិតនេះតិចណាស់ក៏ត្រូវអនុវត្តទោសក្នុងគុកបាន20ទៅ35ឆ្នាំទើបអាចស្នើសុំបានតាមច្បាប់ប្រទេសខុសៗគ្នាតែចាងជាចុងអាយុ73ឆ្នាំទៅហើយទោះបីលទ្ធផលកាត់ទោសចេញមកបែបណាមិនថាជាជាប់គុកមួយជីវិតឬក៏ប្រហារជីវិតនោះទេពេលវេលាដែលនៅសេសសល់របស់គេគឺបានត្រឹមចំណាយក្នុងគុករហូតដល់ថ្ងៃស្លាប់ប៉ុណ្ណោះមានថ្ងៃអាចត្រឡប់មកបង្កគ្រោះថ្នាក់ដល់មនុស្សក្នុងសង្គមបានទៀតឡើយសូមជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា